ថ្ងៃនេះដែរយើងបន្តដំណើរទៅលេងខាងកោះដាច់ឥឡូវនេះកំពុងជិះមកដល់រំងមូលគួចកណ្ដុងហើយនឹងត្រៀមឡើងទៅលើស្ពានត្រួយចង្វាស្ពានត្រួយចង្វាចាស់មែនតែនៅតែស្អាតប៉ុន្តែពេលដែលយើងធាក់កង់ឡើងទៅពិតជាតឹងខ្លាំងចាំមើលបន្តិចទៀតពេលដែលឡើងឥឡូវនេះកំពុងតែចាប់ដើមឡើងហើយមើលជើងដល់ចាប់ដើមមួយហើយគឺតឹងកំពុងតែតឹងហើយតែទេសភាពស្អាតអានេះពេលព្រឹកព្រលឹមថ្ងៃទៅព្រះចឹងយើងថតពីលើពីយើងចាប់ដើមឡើងស្ពានទៅស្អាតមែនទែនអានេះស្ពានចាស់ជើប៉ុន្តែគេអាប់ដេតមកថ្មីអញ្ចឹងណាតែមើលទៅនៅតែស្អាតហើយមើលថ្ងៃរះនេះលយមែនទែន